ដោយការសន្សំអប់រំនៅក្នុងបុណ្យកុសលនឹងហើយចឹងក៏ណាដែលអត់មានអ្នកណាធ្វើជំនួសឲ្យយើងបានទេខណៈយើងធ្វើអីកិច្ចការងារខាងក្រៅចេះតែជំនួសគ្នាបាននឹងឯងចឹងដូចជាសំបីតែថាសំដែងពធទៅចោះនឹងឯងអង្គនេះអង្គនោះអត់បាននិមន្តមកអីចឹងទៅក៏និមន្តអង្គគ្រូអង្គដតីអីសំដែងទៅជំនួសទៅមិនអីទេហ្នឹងឯងឬក៏យើងរស់នៅកិច្ចការងារដាំស្លអីបោកគក់បោសសម្អាតអីចេះតែមានអ្នកដតីធ្វើជំនួសបាននឹងឯងចឹងមេត្តាបិតាចែកឋានទៅនៅកិច្ចការងារអីកូនចៅក៏ទទួលកិច្ចការងារហ្នឹងបន្តទៅធ្វើទៅបាននឹងឯងចឹងក្នុងក្រសួងកិច្ចការងាររាជការក្នុងក្រុមហ៊ុនអីហ្នឹងចេះតែមានអ្នកធ្វើបន្តទៅជំនួសទៅបានទៅក៏ប៉ុន្តែដល់ទៅតាមផ្លូវពធតាមផ្លូវចិត្តរៀងព្រះអង្គរៀងខ្លួនអត់មានអ្នកធ្វើជំនួសបានទេទៅណានឹងឯងក្នុងការដែលត្រូវលាងជំរះចិត្តសន្តានត្រូវតែលាងខ្លួនឯងដើម្បីឲ្យរួចពីបាបក្នុងការដែលសន្សំអភិនិហាបារមីជាពុទ្ធជាព្រះបច្ចេកពុទ្ធជាអគ្គសាវកពុទ្ធឬក៏ពុទ្ធមេត្តាពុទ្ធបិតាកន្សៃសារពេចពុទ្ធអរោះព្រះអរិយបុគ្គលឯកតកៈយ៉ាងណាត្រូវតែប្រឹងប្រែងព្យាយាមបំពេញខ្លួនឯងអត់មានអ្នកធ្វើជំនួសបានទេនឹងឯងរួមសរុបមកពុទ្ធបរិស័ទយើងបំពេញបុណ្យកុសលដើម្បីឲ្យបានជាទីពឹងនៃខ្លួនយើងហ្នឹងភរិយាស្វាមីក៏ជំនួសមិនបានកូនប្រុសស្រីឪពុកម្ដាយគ្រូឧបជាយាចារ្យអីអត់មានបានសម្រេចមគ្គផលជំនួសអីចឹងទៅព្រះឧបជាបរិនិព្វានទៅក៏នាំកូនសិស្សឲ្យបាននិព្វានជាមួយដែរអីគឺអត់ទេតលតែអរិយមគ្គហ្នឹងកើតក្នុងចិត្តសន្តាននៃរៀងព្រះអង្គរៀងខ្លួនទៅដល់នៅព្រះនិព្វានចឹងគឺអត់មានអ្នកធ្វើជំនួសហើយនេះឯងចឹងដែលព្រះពុទ្ធអង្គទ្រង់ប្រកាសសម្ដែងឲ្យមានខ្លួនឯងជាទីពឹងហើយបងប្អូនកូនចៅខ្លះគាត់ស្ដាប់ទៅមិនបានពិចារណាដិតដល់គាត់កម្មយកគំនិតដែលថាគិតទៅពីប្រយោជន៍ខ្លួនឯងធ្វើអីដើម្បីខ្លួនឯងបានបុណ្យដើម្បីបានដល់នៅសុគតិភពដើម្បីបានមគ្គផលព្រះនិព្វានអីហ្នឹងគិតទៅពីខ្លួនឯងអាហ្នឹងគាត់កម្មយកពាក្យដែលថាគិតទៅពីខ្លួនឯងដែលគួរឲ្យតេះដៀលហ្នឹងច្រឡំគ្នាអាដែលគិតទៅពីខ្លួនឯងដែលគួរឲ្យតេះដៀលហ្នឹងអាហ្នឹងរឿងខាងក្រៅទេរឿងលេបរឿងយោះទ្រព្យសម្បត្តិរឿងការសោយសុខអីនៅក្នុងជីវិតក្នុងក្រុមគ្រួសារអីអាហ្នឹងបានថាគិតតែពីខ្លួនឯងហើយអាចបៀតបៀនអ្នកដទៃអាចរំលោភអាចបំពានអាចប្រហារអាចចោទប្រកាន់មូលបង្កាច់អីយ៉ាងណាដើម្បីអ្វីដែលជាសម្បត្តិរបស់ខ្លួនហ្នឹងដែលជាសម្បត្តិខាងក្រៅហៅថាវត្ថុសម្បត្តិដោយលៀបដោយយសឋានៈបុណ្យស័ក្តិរិទ្ធអំណាចអីចឹងទៅនឹងឯងអាហ្នឹងគឺ
ដែលថាគិតតែពីប្រយោជន៍ខ្លួនឯងហ្នឹងមិនបានគិតគូរដល់ញាតិមិត្តសន្តានបងប្អូនមិនបានគិតគូរដល់អ្នកដទៃអាហ្នឹងបានគួរឲ្យតេះដៀលហើយបងប្អូនកូនចៅគាត់ច្រឡំមកកន្លែងហ្នឹងដល់អញ្ចឹងគាត់យកមករៀបរាប់សពគ្រប់ទាំងអស់សូម្បីតែអ្នកដែលធ្វើបុណ្យដើម្បីទីពឹងខ្លួនឯងហ្នឹងក៏គាត់រាប់បញ្ចូលនៅក្នុងគិតទៅពីខ្លួនឯងហ្នឹងដែរដល់អញ្ចឹងទៅមានរឿងដែលយើងត្រូវដោះស្រាយអំពីពាក្យដែលថាគិតតែពីខ្លួនឯងហ្នឹងមួយគួរឲ្យតេះដៀលមួយគឺព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងឲ្យពុទ្ធបរិស័ទយើងនឹងឯងយកចិត្តទុកដាក់និងប្រយោជន៍ខ្លួនឯងហ្នឹងដែលបល័យហៅថាអត្តតថៈកណាអត្តតថੰណាបរដ្ឋេនៈពហុនេបៈនហាបយេអត្តតថៈមភញ្ញាយៈសតថៈបសតោសយានឹងព្រះអង្គទ្រង់ឲ្យគិតពីប្រយោជន៍ខ្លួនឯងហ្នឹងដែលជាការសម្រេចមគ្គផលពីព្រោះអត់មានអ្នកដទៃជំនួសបានទេនឹងឯងកុំធ្វើប្រយោជន៍ខ្លួនឯងដែលជាការសម្រេចមគ្គផលដែលជាការចាក់ធ្លុះសច្ចធម៌ហ្នឹងឲ្យវិន័យទៅដោយប្រយោជន៍អ្នកដទៃសំបីច្រើនហ្នឹងសោះឡើយណាគឺថាកុំឲ្យវិន័យបាត់បង់នៅប្រយោជន៍ខ្លួនឯងហ្នឹងអាហ្នឹងប្រយោជន៍ហ្នឹងដែលអត់មានអ្នកណាធ្វើជំនួសបានទេនឹងថាធ្វើឲ្យអ្នកដទៃក៏អត់បាននឹងថាទៅធ្វើឲ្យអ្នកដទៃបានសម្រេចមគ្គផលស្រាប់អត់បានទេនឹងឯងចឹងដោយព្រះពុទ្ធអង្គទ្រង់ត្រាស់ដឹងព្រះអង្គប្រទានពធទេសនាចឹងទៅអ្នកដែលគោរពប្រតិបត្តិបរិបត្តិទៅបានសម្រេចមគ្គផលខ្លួនឯងបរិនិព្វានខ្លួនឯងនិព្វានកិលេសអស់លោភៈតណ្ហាអីខ្លួនឯងចឹងទៅហ្នឹងឯងចឹងហើយបើមិនព្រមប្រព្រឹត្តបរិបត្តិមិនព្រមទទួលយកឱវាទពីព្រះអង្គទេអាហ្នឹងគឺព្រះអង្គមិនអាចបញ្ចូលមគ្គផលទៅឲ្យបានទេមិនអាចបញ្ចូលបុណ្យកុសលអីទៅបានឡើយសូម្បីតែព្រះទេវទត្តក្តីប្របាទសុពពុទ្ធក្តីដែលជាព្រះញាតិហើយមានព្រះរាហុលមេត្តាមានព្រះរាហុលអីហ្នឹងទាំងជាព្រះរាជធីតាជាព្រះរាជនត្តាអីហ្នឹងក៏មិនអាចនឹងបញ្ចូលបុណ្យបញ្ចូលមគ្គផលអីឲ្យដល់ព្រះបាទសុពពុទ្ធនេះណាមិនអាចបញ្ចូលទៅឲ្យបានទេអានឹងឯងបានជាពុទ្ធបរិស័ទយើងត្រូវសិក្សាឲ្យបានជ្រាបថាប្រយោជន៍ខ្លួនឯងក្នុងទីនេះគឺចាំបាច់ណាស់នឹងឯងហើយមិនមែននៅក្នុងសេចក្តីថាគិតតែពីប្រយោជន៍ខ្លួនឯងមែនទេមិនមែនគិតតែទេតែជាប្រយោជន៍ខ្លួនឯងនឹងឯងធម្មតាតែកាលណាសម្រេចនៅប្រយោជន៍ខ្លួនឯងដោយការសម្រេចមគ្គផលឬក៏ថាដោយបុណ្យកុសលមានទានមានសិលមានភាវនាតែងតែប្រព្រឹត្តទៅជាប្រយោជន៍ដល់អ្នកដទៃផងណានឹងឯងមិនមែនដូចជាវត្ថុសម្បត្តិទេវត្ថុសម្បត្តិដែលអាចទៅលួចទៅប្លន់ទៅដណ្ដើមទៅបោកទៅប្រាស់ទៅកេងប្រវ័ញ្ចអីរំលោភបៀតបៀនជិះជាន់អ្នកដទៃអីបានអាហ្នឹងដែលថាគិតតែពីប្រយោជន៍ខ្លួនឯងដែលជាអាសោចមិនល្អនឹងឯងប៉ុន្តែប្រយោជន៍ខ្លួនឯងដែលជាការអប់រំចិត្តចម្រើនទៅដោយទានសិលសមថៈវិបស្សនាមគ្គផលអីទាំងអស់នេះឈ្មោះថារក្សាអ្នកដទៃផងដែរ
អត់ទេហោដូចថាយើងត្រូវបំពេញបុណ្យមានទានហើយតែកាលណាព្រឹត្តទៅជាបុណ្យកុសលថ្នាក់ទានវាត្រូវតែសម្រាប់ជាប្រយោជន៍ដល់អ្នកដទៃនឹងឯងចឹងបានអាហារវត្ថុចំណីឬក៏បច្ច័យ4យ៉ាងណានឹងក៏បានទៅតាមការដែលមានទានមានសិលនឹងអ្នករក្សាសិលនឹងប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ដល់សពសត្វទាំងអស់ក្រៃលែងណាស់យើងកុំមើលមកថាអ្នកកម្មសិលនឹងគិតតែពីប្រយោជន៍ខ្លួនឯងហើយនឹងបានន័យថាយើងអត់ស្គាល់សិលអត់ដឹងគុណរបស់សិលបាណាតិបាតាវេរមណីមើលមនុស្សយើងដល់តែមែនទេទៅមិនបានអីមិនបានទៅអត់តែបានជីវិតរស់ណាហើយអ្នកកម្មសិលហ្នឹងឯងគឺឲ្យជីវិតអភិយទានអត្តនេទានាវេរមណីយោវេរមណីជាតួសិលហ្នឹងមកពិចារណាមើលប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ដល់សពសត្វក្រៃលែងណាស់នឹងជាដើមប៉ុណ្ណឹងជាការសម្ដែងឲ្យឃើញថាអ្នកដែលរក្សាខ្លួនឯងគឺជាការរក្សាចិត្តដោយអំណាចនៃគុណធម៌ទានសិលភាវនាបប្រតិបត្តិដើម្បីសម្រេចមគ្គផលមិនមែនគិតតែប្រយោជន៍ខ្លួនឯងទេរមែងសម្រេចប្រយោជន៍ដល់មនុស្សទេវតាដោយដែលព្រះគុណម្ចាស់គង់នៅក្នុងពុទ្ធភ្នោះអញ្ចឹងគុណចាស់មានប្រយោជន៍នៅក្នុងសិលសមាធិបញ្ញាផ្ទាល់ខ្លួនគុណចាស់ប៉ុន្តែបានសម្រេចទៅជាស្រែបុណ្យដល់មនុស្សនិងទេវតាជាតេខិណៃបុគ្គលគ្រាន់តែមនុស្សនិងទេវតាជ្រះថ្លាជាមួយនឹងបព្វជិតអ្នកមានសិលប៉ុណ្ណឹងស្មើនឹងបានសម្បត្តិសុគតិភពនិងជាឧបនិស្ស័យក្នុងការសម្រេចមគ្គផលបានចូលមកដល់បានអង្គុយចិត្តបានខ្សែគប់អីទៅទៀតទៅគឺថាសម្រាប់ទៅជាប្រយោជន៍តិចតិជុំតលំតលាយដល់ទៅអ្នកដតីច្រើនក្រៃលែងទៅណាស់គណៈដោយអំណាចនៃការដែលបំពេញនៅប្រយោជន៍ដោយអំណាចនៃទានសិលសមថវិបស្សនារហូតដល់ទៅសម្រេចនៅលោកតរៈធម៌ទាំងមានមេត្តាចិត្តសពផ្សាយទៅទៀតចឹងទៅនឹងឯងដូច្នេះនៅក្នុងសេចក្តីដែលខ្ញុំប្រកាសណាប្រពខាងដើមមកនៅក្នុងការដែលថាពុទ្ធបរិស័ទយើងត្រូវតែប្រឹងប្រែងដើម្បីប្រយោជន៍ខ្លួនឯងនេះនឹងឯងចឹងហើយក៏ជាការរក្សាដល់អ្នកដទៃវាដូចជាពាក្យសពថ្ងៃហៅថាធនធានមនុស្សមានការចេះដឹងរៀងព្រះអង្គរៀងខ្លួនទៅជាប្រយោជន៍ដល់សង្គមជាតិដល់ព្រះសាសនានឹងឯងតេតួងទៅនឹងចំណេះដឹងហើយនឹងគុណធម៌មានទាំងចំណេះដឹងមានទាំងគុណធម៌មិនអាចមានតែចំណេះដឹងដោយខ្វះនៅគុណធម៌បានទេណាយេវទេវៈអនត្ថាយៈញតាំងពលៈសជាយតេហន្តេពលៈសសកੰសੰអមុតខាំងអសੰវិបាតយ៉ាងព្រណាគឺចំណេះដឹងដែលកើតឡើងដល់បុគ្គលពេលគឺណាញតាំងពលៈសជាយតេហ្នឹងគឺយេវទេវៈអនត្ថាយៈគឺថារហូតគឺអត់មានបានជាប្រយោជន៍អីទេអត់មានបានជាប្រយោជន៍អីទេចឹងនឹងឯងហន្តេពលៈសសកੰសੰហ្នឹងមានតែការសម្លាប់ការប្រហារនៅសុគធัวដែលជាធัวសនឹងឯងចឹងគណាហ្នឹងហើយដូរមីក្រូតែនេះវាអស់ថ្មផុតនេះបានច្បាស់គណា
năng thấy một thầm mẹ xã vi bạc tại dạng năng